ថ្ងៃទី14 ខែ11 ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដចលនាខ្លាំងឡើងវិញខាងអ្នកទិញកំពុងរីកចម្រើនឡើងខ្ពស់តម្លៃបើកទីផ្សារអបស្ថិតនៅ4171ខណៈពេលម៉ូបស្ថិតនៅ4183ជាមួយខ្សែនិងខេសបង្ហាញសញ្ញាទៅលើខាងឡើងហើយតម្លៃនៅលើមេ30 4079ទីដៅទីផ្សារបានបង្ហាញពីកម្លាំងឡើងច្បាស់លាស់តាំងពីដំណាក់កាលបើកមុខបើតម្លៃនៅលើអបភាគីអ្នកទិញនៅតែជាអ្នកគ្រប់គ្រងតំបន់ធ្វើជាឧបសគ្គដំបូងបបត្រូវបានប៉ះរួចហើយប្រសិនបើតម្លៃអាចបើកឡើងលើម៉ូបបានយ៉ាងខ្លាំងគោលដៅបន្ទាប់គឺខ1នៅ4188ហើយខេស4195គឺមាននឹងងាយស្រួលឈានដល់អ្វីដែលត្រូវប្រយ័ត្នគឺ Pivot 2ស្ថិតនៅ4171ជាទ្រមសំខាន់ប្រសិនបើតម្លៃធ្លាក់ក្រោមអបទីផ្សារអាចចូលទៅក្នុងរចនាសម្ព័ន្ធថយចុះដោយគោលដៅដំបូង1នៅ4154ហើយបន្តទៅ2នៅ4130ប្រសិនបើមានសម្ពាធបន្ថែមគ្រប់ស្ថានភាពសូមអនុវត្តវិន័យនិងប្រើត្រឹមត្រូវតាមឡូជិកកុំឲ្យអារម្មណ៍ជ្រៀតជ្រែកស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ